នេះគឺជាទង្វើក៏ក្លឿនរបស់សៀមដែលធ្វើមកលើប្រជាពលរដ្ឋនៅខាងភូមិព្រៃច័ន្ទថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ជាថ្ងៃដែលសៀមបានសន្យាថានឹងដោះលែងទាហានខ្មែរប៉ុន្តែសៀមបានយកលេសធ្វើជាទាហានរបស់ខ្លួនជន់មីននៅជីដែនក្បែរនឹងតំបន់ខេត្តព្រះវិហារហើយយកលេសហ្នឹងថានឹងលុបបំបាត់នៅការចរចាអីទាំងអស់ហើយក៏អត់មានសន្តិភាពអីដែររវាងកម្ពុជាហើយនិងថៃហើយជាពិសេសក៏មិនមានការដោះលែងទាហានខ្មែរទាំង18នាក់ដែរប៉ុន្តែយ៉ាងណាក៏ដោយដោយសារមានលិខិតផ្លូវការយើងក៏នៅតែមានខាងអញ្ញាធរទៅចាំទទួលទាហានទាំង18នាក់វាមិនត្រឹមតែមិនដោះលែងទាហានទាំង18នាក់ទេថ្ងៃនេះថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នៅម៉ោង4រសៀលជាងយោងទៅតាមអាដាមអ៊ុំរិត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាមានការបាញ់ប្រហារពីទាហានសៀមមកលើប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិព្រៃច័ន្ទដែលបណ្ដាលឲ្យរងរបួសយ៉ាងហោចណាស់5នាក់ហើយក៏មានភេករបស់ឯកឧត្តមនេតភក្ត្រដោយនៅក្នុងនឹងភេកឯកឧត្តមនេតភក្ត្រាបានសរសេរថាទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទឃុំអូប៊ីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យមានអ្នករងរបួស5នាក់នេះបើយោងទៅតាមអាជ្ញាធរមូលដ្ឋានបានរាយការណ៍បឋម Please the international find justice for Cambodia. Thailand invaded to Cambodia. Thailand broke the ceasefire. Thailand broke the peace agreement at Kuala Lumpur that have Donald Trump as the evidence over there, but Thailand still broke that promise. Thailand soldier opened fire on civilians in Praychan village, Obichuan commune, Ochre district, Banteay Min Chai province, injuring 5 civilians according to the preliminary information from local authority. Please the international punish or take immediately action to Thailand who try all their best to hurt Cambodian people at Praychan village right now. I'm really hurt as the daughter of Cambodia. I really ask you all to take attention and to take immediately action to stop the way that Thailand invaded and make hurt and violence to Cambodia. All the way that I do, I'm really hurt, ប្រជាពលរដ្ឋកម្ពុជាទាំងឡាយសូមបន្តការបួងសួងនិងដាក់ទំនាយជនជាតិសៀមនិងប្រជាពលរដ្ឋសៀមដាក់ទំនាយសៀមជាពិសេសអាណាដែលនាំអាចរឿងបញ្ហានឹងកើតឡើងយើងធ្វើអីអត់បានយើងនាំគ្នាដាក់ទំនាយវាណាហើយយើងស្ដាប់គោលការណ៍របស់រាជរដ្ឋាភិបាលសិនសូមបន្តបួងសួងសម្រាប់ប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទសូមទេវតាតាមថែរក្សាពួកគាត់សូមប្រម៉ែធរណីការពារនិងគាំពារពួកគាត់ពីខ្មាំងសត្រូវគឺសៀមហើយសូមប្រម៉ែធរណីផ្ដល់ភាពយុត្តិធម៌សម្រាប់កម្ពុជាហើយដាក់ទោសទៅលើប្រទេសសៀមសូមប្រម៉ែគង្គាសូមព្រះភិរុនសូមគ្រប់យ៉ាងទាំងអស់ដាក់ទោសទៅលើសៀមនៅទង្វើក៏ក្លឿនដែលសៀមបានបំពេញមកលើប្រជាពលរដ្ឋខ្មែរសូមព្រលឹងដូនតាខ្មែរទាំងអស់បានធ្វើយ៉ាងណាឲ្យសៀមវាស្គាល់ថារស់នៅលើផែនដីកាន់ព្រះពុទ្ធសាសនាត្រូវតែគោរពអាយុជីវិតមនុស្សកុំបំពានជីវិតមនុស្សបែបហ្នឹងអ្នកឯងនឹងត្រូវទទួលផលបែបហ្នឹងហើយត្រូវតែវិនិច្ឆ័យហិនហោចសៀមអ្នកឯងកុំស្គាល់ភាពមានបានឲ្យសោះណាហើយយើងរួមគ្នាពហិការបន្តទៀតបងប្អូនព្រះមនីស្ដាប់នៅអ្វីដែលសៀមបានធ្វើវាឆ្លៀត